ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញជូនអំពីរបៀបបង្កើតការវិភាគប្រជុំនៅក្នុងកម្មវិធី Microsoft Teams Meeting នៅពេលដែលបងប្អូនបានបើកកម្មវិធី Microsoft Teams Meeting រួចរាល់សូមចូលទៅកាន់ Calendar ចុចប៊ូតុង New Event ហើយជំរាបបន្ទាប់គឺត្រូវបំពេញព័ត៌មានពាក់ព័ន្ធនឹងការប្រជុំមានដូចជាចំណងជើង email អ្នកដែលបងប្អូនត្រូវអញ្ជើញគាត់ចូលរួមប្រជុំហើយមានការបរិច្ឆេទនិងម៉ោងនៃការប្រជុំខាងក្រោមគេនេះគឺពិពណ៌នាអំពីការប្រជុំអញ្ចឹងខ្ញុំសូមបំពេញជាឧទាហរណ៍ជូនឧទាហរណ៍ថាខ្ញុំដាក់ថា testing meeting ហើយអ្នកចូលរួមខ្ញុំនឹងបញ្ចូល email របស់គាត់បាទហើយសម្រាប់ចំណុចបន្ទាប់នេះគឺការបរិច្ឆេទប្រជុំខ្ញុំឧទាហរណ៍ថាខ្ញុំប្រជុំនៅថ្ងៃទី10 ខែ 10 ឆ្នាំ 2025 ហើយម៉ោងគឺចាប់ផ្ដើមពីម៉ោង 8 រហូតដល់ម៉ោង 11 ព្រឹកបាទអញ្ចឹងពេលដែលកំណត់ការបរិច្ឆេទហើយនឹងម៉ោងវាក៏បានបង្ហាញក្នុងស្ដាំនេះដែរបងប្អូនអាចពិនិត្យមើលបន្ថែមក្នុងស្ដាំនេះអាចទាញអញ្ចឹងទៅអាចបដូរម៉ោងបានបាទតែខ្ញុំអត់បដូរទេបាទគឺខ្ញុំជ្រើសរើសម៉ោងនឹងតែម្ដងហើយខាងក្រោមនេះគឺពាក់ព័ន្ធនឹងពិពណ៌នាអំពីការប្រជុំបងប្អូនអាចសរសេរមិនសរសេរទៅតាមអ្វីដែលបងប្អូនចង់សរសេរបាទឧទាហរណ៍ថាខ្ញុំដាក់ testing meeting for video record បងប្អូនអាចបំពេញតាមជាក់ស្ដែងទៅបាទនេះគឺគ្រាន់តែជាឧទាហរណ៍ទេបាទនៅពេលដែលដាក់ចំណងជើងជ្រើសរើសអ្នកដែលចូលរួមមានន័យថាជ្រើសរើស email ដែលបងប្អូនត្រូវផ្ញើការពិភាក្សាប្រជុំជូនគាត់ហ្នឹងណាបាទបងប្អូនអាចដាក់តាមជាក់ស្ដែងមកចង់ឲ្យមានអ្នកចូលរួមប្រមាណនេះបងប្អូនជ្រើសរើសឬក៏បំពេញ email របស់គាត់ដាក់មកបាទតែជាឧទាហរណ៍នេះគឺខ្ញុំដាក់តែមួយទេបាទបងប្អូនអាចដាក់បានច្រើនកន្លែងនេះបាទហើយមានការបរិច្ឆេទនឹងម៉ោងហើយនឹងពិពណ៌នាអំពីការប្រជុំហ្នឹងពេលបំពេញរួចរាល់បងប្អូនអាចចុចប៊ូតុង Send នេះជាការស្រេចបាទនៅពេលដែលបងប្អូនបានបង្កើតការវិភាគប្រជុំរួចរាល់បងប្អូនអាចទៅស្វែងរកការវិភាគនោះនៅក្នុង Calendar ដោយសារឥឡូវនេះខែ 9 អញ្ចឹងខ្ញុំសូមដូរទៅខែ 10 បាទនេះបងប្អូនជាការវិភាគដែលខ្ញុំបានបង្កើតមុននេះដើម្បីចូលរួមប្រជុំបងប្អូនគ្រាន់តែចុចលើការវិភាគហ្នឹងទៅហើយចុច Join ជាការស្រេចបាទពេលដែលចុច Join ទៅកម្មវិធីនឹងបើកបន្ទប់ប្រជុំមួយនៅក្នុង Microsoft Teams ហ្នឹងបាទឬក៏បងប្អូនមានជម្រើសមួយទៀតបងប្អូនអាច copy link ទៅចុច drop down នេះដែលនៅក្បែរប៊ូតុង join ហ្នឹងចុច drop down ហ្នឹងទៅបងប្អូនអាចជ្រើសរើសយក copy join link បាទបងប្អូនអាច copy link ការវិភាគប្រជុំនេះផ្ញើទៅកាន់អ្នកដែលចូលរួមឧទាហរណ៍ថាមានក្រុមការងារឬក៏មិត្តភ័ក្តិបងប្អូនដែលត្រូវចូលរួមប្រជុំហ្នឹងគាត់អត់មាន email ទេឬក៏គាត់អត់បានទទួលការផ្ញើការវិភាគប្រជុំហ្នឹងតាម email គាត់រកអត់ឃើញអញ្ចឹងបងប្អូនអាច copy link ដើម្បីផ្ញើជូនគាត់តាមរយៈប្រព័ន្ធផ្ញើសារណាមួយដូចជា Telegram ឬក៏ Messenger ជាដើមបាទអញ្ចឹង copy link នឹងឲ្យបងប្អូនយកទៅផ្ញើជូនគាត់តាមរយៈ Telegram ឬក៏ Messenger ទៅបាទអញ្ចឹងវីដេអូពាក់ព័ន្ធនឹងការបង្កើតការវិភាគប្រជុំនៅក្នុង Microsoft Teams Meeting គឺមានតែប៉ុណ្ណឹងអរគុណជូនពរសំណាងល្អ